បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែនិយមដាំដើមប្រដាប់ហើយដាំយូខាពូធីចិនបងប្អូនដែលតែងតែនិយមដាំបងប្អូនអាចចូលមកសិក្សាក៏ដូចជាចូលមកសួរសំណួរពាក់ព័ន្ធនឹងការដាំដើមប្រដាប់បានបងប្អូនទាក់ទងមកតាមលេខទូរស័ព្ទក៏បានដែរបងប្អូនខ្ញុំបាទសូមបកស្រាយសំណួរដូចជាចម្ងល់បងប្អូនដែលតែងតែឆាតមកសួរតាមរយៈ page ក៏ដូចជា call មកតាមលេខទូរស័ព្ទបងប្អូនសួរថាហេតុអ្វីបានជាកំងពី page ខាងបងយូរខ្ញុំសូមបកស្រាយថាប្រសិនបើបងប្អូនកំងពីខាងភេកយើងខ្ញុំរាប់ម៉ឺនដើមអញ្ចឹងมันអាចលឿនទេបងប្អូនដោយសារទី1កាលណាដែលយើងកក់ទៅខាងក្រុមហ៊ុនគឺក្រុមហ៊ុនធ្វើការចាប់ផ្ដើមរើសដើមឲ្យយើងរកតែប្រភេទដើមដែលល្អប្រសិនបើបងប្អូនចង់បានលឿនប្រសិនបើក្រុមហ៊ុនយកកូនអត់សូវល្អមកឲ្យបងប្អូនសួរតែបងប្អូនសម្បត្តិចិត្តទេបងប្អូនយកលុយទៅទិញពេលកាលណាដែលក្រុមហ៊ុនចេញកូនឈើឲ្យអត់សូវល្អបងប្អូនប្រកាសជាអន់ចិត្តហើយអញ្ចឹងបងប្អូនចង់បានអីវ៉ាន់ល្អបងប្អូនសូមកុំប្រញាប់បងប្អូនធ្វើការកក់ពីខាងភេកយើងខ្ញុំនេះគឺខ្ញុំមានការទំនួលខុសត្រូវខ្ពស់ណាបងប្អូនមិនឲ្យបងប្អូនអន់ចិត្តហើយក៏មិនឲ្យបងប្អូនគេថាភេកយើងខ្ញុំរកស៊ីបោកប្រាស់ទេបងប្អូនដែលនៅឆ្ងាយបងប្អូនអាចឡើងមកធ្វើកិច្ចសន្យាកក់នៅសាខាផ្ទាល់ក៏បានដែរបងប្អូនបើសិនជាបងប្អូននៅចិត្តដែលធ្លាប់ទិញហើយអាហ្នឹងមិនបាច់មកក៏បានដែរបងប្អូនខ្ញុំសរសេរជាកិច្ចសន្យាឲ្យក៏បានដែរបងប្អូនដូចមានសំណួរមួយចំនួនដែលគាត់ comment ក៏ដូចជាឆាតមកសួរដូចជា call សួរជាញឹកញាប់គាត់ខ្លាចដាំហើយខ្លាចអត់មានទីផ្សារគាត់ខ្លាចដាំហើយអត់មានអ្នកណាទិញខ្លាចដាំហើយចោលលុយអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំផ្ដោតសំខាន់ទៅលើបងប្អូនដែលគាត់តែងតែដាំដើមកណ្ដាស់អញ្ចឹងបងប្អូនដែលធ្លាប់អនុវត្តដាំផ្ទាល់លក់ផ្ទាល់បងប្អូនដឹងហើយតែបើសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់ដែលដាំអញ្ចឹងគាត់ប្រកាសជាឆ្ងល់គាត់ពិតជាស៊ូគេហើយគាត់សួរថាអាចដាំហើយមានទីផ្សារមិនដឹងយកទៅលក់ណីណាទេអញ្ចឹងបងប្អូនមិនបាច់ទៅព្រួយបារម្ភទេបងប្អូនដាំបានហើយបងប្អូនខ្លាចអត់មានទីផ្សារបងប្អូនអាចធ្វើការទាក់ទងមកតាមរយៈលេខទូរស័ព្ទឬមួយក៏ទាក់ទងមកតាមរយៈ page ក៏បានដែរបងប្អូនពាក់ព័ន្ធនឹងដើមកណ្ដាស់នេះដែរបងប្អូនបើសិនជាបងប្អូនដាំជាលក្ខណៈគ្រួសារបងប្អូនអាចសិក្សាផ្ទាល់ក៏បានបងប្អូនអាចសួរសំណួរក៏បានដែរបងប្អូនមួយវិញទៀតប្រសិនបើបងប្អូនដែលគាត់ដាំច្រើនអញ្ចឹងខាងភេកយើងខ្ញុំសូមបញ្ជាក់ជាចំហថាប្រសិនបើបងប្អូនធ្វើការកក់នៅក្នុងខែមិថុនានេះគឺបងប្អូនទទួលបានកូនឈើយកទៅដាំនៅក្នុងខែកក្កដានៅក្នុងខែ7អញ្ចឹងបងប្អូនដែលគាត់តែងតែសួរមកខ្ញុំជាញឹកញាប់គាត់ថាភេកខាងខ្ញុំកំងយូរអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកំងលឿនឬយូរអាស្រ័យទៅលើបងប្អូនទេប្រសិនបើបងប្អូនចង់បានលឿនបងប្អូនធ្វើការកក់លុយហើយខ្ញុំជាតំណាងឲ្យភេកខ្ញុំទៅយកកូនឈើមកឲ្យបងប្អូនអត់ល្អអត់មែនពូជតែខ្ញុំលក់អញ្ចឹងសួរថាបងប្អូនសប្បាយចិត្តទេបងប្អូនសប្បាយចិត្តទេបងប្អូនធម្មតាបងប្អូនទិញអស់លុយបងប្អូនចង់បានអីបានល្អចង់បានទំនួលខុសត្រូវខ្ពស់អញ្ចឹងហើយខ្ញុំសូមប្រាប់បងប្អូនថាបងប្អូនទិញអីវ៉ាន់អីមួយបងប្អូនសូមកុំប្រញាប់បងប្អូនរកកន្លែងណាដែលបងប្អូនអាចថាជឿទុកចិត្តបានដែលមានទំនួលខុសត្រូវខ្ពស់បងប្អូនអាចទៅសួររកទិញបានហើយខាងពេលយើងខ្ញុំក៏សូមបញ្ជាក់យ៉ាងច្បាស់ថាខាងខ្ញុំក៏ទទួលទិញដើមវិញដែរបងប្អូនពេលដែលធំឡើងកូនក៏លក់ដើមក៏ទិញបងប្អូនហើយសម្រាប់ការទិញចូលនេះគឺតម្លៃតាមទីផ្សារបងប្អូនប្រសិនបើបងប្អូនលក់បានថ្លៃបងប្អូនលក់ចុះតែបើសិនជាតម្លៃក្រោមឈ្មោះឲ្យក្រោមទីផ្សារបងប្អូនអាចធ្វើការទាក់ទងមកកាន់ page បានហើយជាចុងក្រោយខ្ញុំបាទសូមអរគុណទៅដល់ភ្ញៀវអតិថិជនដែលតែងតែនិយមនឹងតាមដានឬជាកំងដែលមានការជឿទុកចិត្តពីខាងភេកយើងខ្ញុំអរគុណច្រើនបងប្អូន